จะส่งกรบจุ่มเรียบสู้ตัวแต่สนิทชนจิตติกรบนังจิตติเมตรัยเวอร์มันจุกคณีสายจิตไม่ในขนมกรรมวิธีสายต่อห้องมีปอดเมียนเปรเซียสำหรับไงศกในจิตไงจงสัปดาห์แต่ตัวจิตยังนากระดาวยังขยมตั้งปีเนี่ยเนเมียนปอดเมียนจิตรันสำหรับจุ่มเรียบจุนแต่การตัวแต่สนิทชนสำหรับไงศกในกอดาวจะคือปอดเมียนคืนทาเมียนจรันแต่การในกรุธนจราจรนังการในสันติศกสังคมจ้ะบ่าส่งกรบนังจุ่มเรียบสู้ดาวตัวสนิทชนได้กำลังตามด้านตัวห้องใน HD TV bà hay có chia cam thịt sài to và tụi tôi hôm nay HD TV bà chân ngày nay cứ hạ đôi chia chợ còn bà hay cái nhà chân liệt bà cho vu tại đâu đấy bà này đi thằng Phnom Penh chợ phần năng người ta mà đã khai đó lư đầm năng mà tha có chợ khang đá hay trò thẹn bị khang trường nên thầm đá khai cái đất cái hai thang trò thẹn bị trường á chả miền trầm riêng bẹ bòn trầm mùi năng á bà hay cái nhà chân liệt mía rò mấy đấy từ chợ chân á chuyện chẳng miền Nam tha với copy khai prang vì cái này đập về khai cái đặc trưng với trẻ mạch bên lục sập bà khi nhom tại trẻ chân khi nhom châu chất trong ở tại trẻ chân group rồi đời ca tại nơi Campuchia giới rồi đời ca chạy trình chị bay nữa miền rồi đời ca tại trẻ nâng phong đời bờ xa đời prang bà chân vì om dạng đem tay về sinh ban tại trẻ phần nâng là hôn tới cứ rồi nơi xưa nè bà hay bên tay ca thiệt phần đấy ca nhom tây Japan cứ ca thiệt cái hai thà ca thiệt cái đai với sau kê bà chân vì cái đai cái bên tay dương người dưỡng tại trẻ phần nâng tại trẻ là mồm bà lấy khi nhom bận to po rồi miền sầm đập ngày sọc ni bà hay po rồi miền này khi nhom chạm vào rầm đầm bốn tệ tôn nâng cái thằng cá nơi ai đầm bónประสาท Previa đại ca pin so mình nâng cứ hàng cọp thầy bà phía kỳ thầy nâng cứ ban một cắt sao phía nơi aiประสาท Previa bà chẳng thôi chia bọt Campuchia ban khơi hay hàng top Campuchia và ban khơi còn miền rây ca từ đó nơi top song khăn phong đây hay Campuchia mình ban thưa ca slide top nâng phim đi còn rây ca từ nơi top song khăn hay nơi top có đã mình chia tham sinh miền cả này nâng châu một tất đây Campuchia nâng từ miền quạt bát ca phim phong đây còn tại riêng nước ban thu bài hay tam ca mình chia phim nơi top và bậc mìnhนี่คือสถานการณ์ในតំបន់ប្រាសាទព្រះវិហារគឺមានភាពស្ងប់ស្ងាត់ទេបាទហើយចំពោះក្រមទាហានថៃវិញក៏បានមកចាក់សោទ្វារច្រកប្រាសាទព្រះវិហារឡើងវិញផងដែរហើយក៏បានផ្ញើសារសុំទោសដល់ភាគីកម្ពុជាផងដែរបើយើងថាក្រមទាហានឈុតខ្មៅថៃនឹង5នាក់បាទបានមកចាក់សោទ្វារឡើងវិញហើយនៅឯតំបន់ប្រាសាទព្រះវិហារនឹងបន្ទាប់ពីក្រមទាហាននគរបាលនិងអ្នកកសែតថៃបានមកកាត់ទ្វារច្រកព្រះវិហារដោយឯកតោភាគីបាទកាលពីវេលាម៉ោង 12:30 នាទីថ្ងៃទី 17 ខែធ្នូឆ្នាំ 2015បាទមកកាត់ខាងហ្នឹងណាបាទឥឡូវមកចាក់សោវិញហើយបាទកាលមុនគ្នាគេមកក្រុមបាទមកចាក់ហើយមានវីដេអូខាងថៃគេផ្សាយព័ត៌មាននៅខាងគេទៀតបាទហើយមានប្រសាសន៍ប្រាប់ទូរទស្សន៍ហង HD TV នៅព្រឹកថ្ងៃទី 18 ខែធ្នូឆ្នាំ 2015 នេះឧត្តមសេនីយ៍ឯកស្រីដឹកបាននាយរងសេនាធិការចម្រុះនិងជាមេបញ្ជាការកងពលធំលេខ 3 ប្រចាំតំបន់ប្រាសាទព្រះវិហារបានមានប្រសាសន៍ដឹងថានៅវេលាម៉ោង 6:30 នាទីព្រឹកថ្ងៃទី 18 ខែធ្នូក្រុមទាហានឈុតខ្មៅថៃចំនួន 5 នាក់បានយកសោបាទមកចាក់ទ្វារឡើងវិញបាទចាក់សោកន្លែងដែលគេកាត់ហ្នឹងនៅប្រាសាទព្រះវិហារដូចដើមវិញហើយភាគីថៃក៏បានសុំទោសភាគីកម្ពុជាផងដែរក្រោយពីក្រុមទាហាននគរបាលនិងអ្នកកសែតថៃបានមកធ្វើការកាត់ទ្វារសោទ្វារនៅខាងច្រកខាងថៃហ្នឹងដោយឯកតោភាគីកាលពីវេលាម៉ោង 12:30 នាទីថ្ងៃទី 17 ខែធ្នូឆ្នាំ 2015 បាទឧត្តមសេនីយ៍ឯកស្រីដឹកក៏បានបញ្ជាក់ទៀតថាខាងភាគីទាហានថៃធ្លាប់បានមកចរចាជាមួយនឹងខាងទាហានភាគីកម្ពុជាចំនួន 2 លើករួចទៅហើយដើម្បីឲ្យកម្ពុជាបើកច្រកទ្វារនេះឡើងវិញប៉ុន្តែបញ្ហានេះគឺមិនអាចធ្វើទៅបាននោះទេពីព្រោះដោយគ្មានការឯកភាពពីប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរគឺប្រមុខរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាហើយរហូតមកទល់ពេលនេះគឺស្ថានភាពព្រំដែនតំបន់មានភាពល្អប្រសើរឡើងវិញហើយគឺមិនមានបញ្ហាអ្វីកើតឡើងទៀតនោះទេបាទអាដាមបានបញ្ជាក់ទៀតថាទោះបីស្ថានភាពស្ងប់ស្ងាត់យ៉ាងណាក៏ដោយបាទក៏កម្លាំងកងទ័ពបាទត្រៀមបំរុងជានិច្ចនឹងទប់ស្កាត់ឲ្យបានតែបានចំពោះការឈ្លានពានពីភាគីថៃបាទហើយទាហាននឹងបាញ់ប្រហារបើទាហានថៃហ៊ានមករំលោភបាទលើបូរណភាពទឹកដីរបស់កម្ពុជានោះ
បាទដំស្នេហ៍ឯស្រីដឹកក៏បានបញ្ជាក់ទៀតថាការកាត់សោនេះទំនងជាថៃចង់សាកល្បងជាមួយកម្ពុជាដោយថាប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរនៅថ្ងៃទី18ទី19ខែធ្នូមានជំនួបពិភាក្សាការងារសំខាន់នៅឯទីក្រុងបាងកកប្រទេសថៃបាទចំណែកឯអាដាមផៃស៊ីផានអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីក៏បានបញ្ជាក់ថាក្រមទាហានថៃចូលមកកាត់សោច្រកទ្វារឡើងប្រាសាទព្រះវិហារនេះគឺគ្មានការចាត់តាំងពីថ្នាក់រដ្ឋាភិបាលថៃនោះទេហើយក្រុមនេះគឺធ្វើដោយមានការចាប់អារម្មណ៍បាទចង់ឲ្យមានការចាប់អារម្មណ៍ណាពីសាធារណជនពីព្រោះកិច្ចប្រជុំជាមួយនឹងសម្ដេចតេជោហ៊ុនសែនជាមួយនឹងនាយករដ្ឋមន្ត្រីថៃប្រយុទ្ធច័ន្ទអូចានឹងគឺធ្វើឡើងនៅថ្ងៃទី18 19ខែធ្នូនៅឯទីក្រុងបាងកកបាទហើយចំណែកឯអាដាមស្នេហ៍ទាបាញ់រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាក៏បានប្រាប់ឯសារព័ត៌មាននៅថ្ងៃទី17ខែធ្នូផងដែរថាការចូលមករបស់ថៃនៅក្រុមនេះមិនមែនមកពីបញ្ហារបស់រដ្ឋាភិបាលថៃទេប៉ុន្តែគឺជាក្រុមញុះញង់មួយក្រុមតែប៉ុណ្ណោះចា៎បាទគូរំលឹកឲ្យដឹងផងដែរថាសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃវិជាណាចក្រកម្ពុជាទៅបំពេញទស្សនកិច្ចនៅឯប្រទេសថៃបាទពីថ្ងៃទី18ថ្ងៃទី19ខែធ្នូឆ្នាំ2015នេះក្រុមពិភាក្សាលើរបៀបវិរៈជាច្រើនដូចជានយោបាយសន្តិសុខសេដ្ឋកិច្ចសង្គមវប្បធម៌និងការអប់រំបាទអញ្ចឹងតាក់ទងនឹងរឿងនៅឯប្រាសាទព្រះវិហារថាស្ថានភាពព្រំដែនប្រាសាទព្រះវិហារស្ងប់ស្ងាត់ហើយមិនមានបញ្ហាអ្វីធំដុំទេប៉ុន្តែមេតបបាទគឺអាដាមស្នេហ៍ឯកស្រីដឹកបានបញ្ជាក់ថាត្រៀមជានិច្ចក្នុងការការពារនៅបូរណភាពទឹកដីមិនឲ្យមានការឈ្លានពានឬមិនឲ្យមានអ្វីធ្វើអ្វីលើសលប់មកភាគីកម្ពុជានោះទេបាទអញ្ចឹងសូមជារដ្ឋបានជ្រាបអំពីព័ត៌មាននេះហើយជារដ្ឋគាត់ឆ្ងល់ថាហេតុអីបានជាចូលមកកាត់អញ្ចឹងបាទអញ្ចឹងនេះជាក្រមជ្រុលនិយមមួយរបស់ភាគីថៃហើយកម្ពុជានៅតែបង្កើនទំនាក់ទំនងជាមួយនឹងភាគីថៃដដែលvìឃើញថាសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃវិជាណាចក្រកម្ពុជាកំពុងតែបំពេញទស្សនកិច្ចជាផ្លូវការនៅឯប្រទេសថៃបាទ2ថ្ងៃឯណោះហើយនឹងជួបជាមួយនឹងនាយករដ្ឋមន្ត្រីថៃដើម្បីពិភាក្សាការងារសំខាន់បាទអញ្ចឹងរឿងនេះត្រូវបានបញ្ចប់ហើយដោយសារតែភាគីខាងថៃគេបានបញ្ជាក់សោធម្មតាវិញហើយក៏ផ្ញើសារសុំទោសភាគីកម្ពុជាផងដែរបាទអញ្ចឹងខ្ញុំបញ្ចប់តែប៉ុណ្្នឹងចុះប៉ុន្តែបើសិនមានសេចក្តីរាយការណ៍ពិសេសណាមួយខ្ញុំនឹងធ្វើសេចក្តីរាយការណ៍បន្ថែមទៀតជុំវិញនៅឯរឿងប្រាសាទព្រះវិហារនឹងបាទនៅខ្ញុំបញ្ចប់តែប៉ុណ្្នឹងចុះឲ្យកញ្ញាចិនលៀបបន្តព័ត៌មានសន្តិសុខដូចជាព័ត៌មានគ្រោះថ្នាក់ចរាចរណ៍បាទ